ខ្ញុំនៅតំបន់នេះជាច្រើនឆ្នាំមកហើយប៉ុន្តែអត់ដែលដឹងសោះថាមានរូបចម្លាក់នៅក្នុងព្រៃមួយនេះស្រាប់តែថ្ងៃនេះគឺដើរដកផ្សិតក៏បានប្រទះជួបដោយចៃដន្យឃើញរូបចម្លាក់ឆោច្រត់ចង្កេះបានដួលនៅលើដីបាត់ទៅហើយក៏បាត់ព្រះភ័ក្ត្រទៅទៀតបើយោងតាមប្រជាពលរដ្ឋគាត់ប្រាប់ថានេះគេហៅថាជាបង្គោលលាក់មិនដឹងថាជារូបចម្លាក់នៅទីនេះគេធ្វើនៅទីនេះឬក៏គេយកមកពីប្រាសាទដើម្បីធ្វើជាបង្គោលដីមកជំនាន់ក្រោយៗយើងអត់ដឹងច្បាស់ទេហើយខ្ញុំក៏ដើររំលងទៅទៀតទៅដើម្បីទៅដកផ្សិតនៅខាងមុខកន្លែងនេះខ្ញុំស្រែកដោយសារតែទូរស័ព្ទអត់សេវាដើម្បីរកគ្នាព្រោះខំតែរកផ្សិតងើបមកគឺបាត់គ្នាអស់ទៅហើយបើសិនយើងទេក៏រកគ្នាអត់ឃើញបើយើងកោកត្រឹមចម្ងាយ1គីឡូដីក៏លឺសំឡេងតិចតួចក៏យើងអាចរកគ្នាឃើញអញ្ចឹងយើងបន្តទៅមុខទៀតឥឡូវប៉ះផ្សិតហើយផ្សិតនេះគឺជាផ្សិតកងោកអសសនេះគឺយើងអត់យកទេដោយសារវារីកអស់បាត់អញ្ចឹងយើងយកតែអាក្តោបនិងអាពងដោយសារតែរីកហូបរាល់ថ្ងៃហើយឥឡូវចង់ហូបអាពងព្រោះវាឆ្ងាញ់ជាង